ជំរាបសួរលោកគ្រូនាងខ្ញុំឈ្មោះញ៉ាំសុខុនដែលមកពីថ្នាក់ខ2ថ្ងៃនេះខ្ញុំនឹងមកបកស្រាយអំពីសារៈសំខាន់នៃការរំលែកតម្លៃកម្រិតសិក្សាកម្រិតមត្តេយ្យសិក្សានិងអប់រំចំណេះទូទៅនៅកម្ពុជាអញ្ចឹងមុននឹងយើងចូលដល់និយាយអំពីសារៈសំខាន់នៃការអប់រំនិងការរំលែកតម្លៃនៅកម្រិតនៅកម្ពុជានេះខ្ញុំសូមធ្វើការបកស្រាយនៅថាដើម្បីបានត្រូវវាតម្លៃអញ្ចឹងគោលដៅនៃការវាតម្លៃហ្នឹងគឺជាការវាតម្លៃនៅក្នុងប្រព័ន្ធគឺដើម្បីផ្ដល់វាមធ្យោបាយមួយសម្រាប់យល់ស្វែងយល់និងកែលម្អលទ្ធផលសិក្សារបស់សិស្សអញ្ចឹងមានន័យថាចេះបើសិនជាពួកបង្រៀនហើយគាត់អត់បានស្វែងយល់ពីការសិក្សារបស់សិស្សទេគឺគាត់អាចកែលម្អសិស្សបានទេឧទាហរណ៍ថាសិស្សហ្នឹងគាត់ខ្សោយនៅគំរបកំពើការស្គាល់សូរឬក៏ស្គាល់តួអក្សរអញ្ចឹងបើសិនគាត់អត់មានវិតម្លៃទៅលើសិស្សហ្នឹងទេគាត់អត់ដឹងថាសិស្សហ្នឹងគាត់ខ្សោយនៅចំណុចត្រង់ណាទេប៉ុន្តែបើសិនជាគាត់បានធ្វើវិតម្លៃគាត់នឹងដឹងថាសិស្សនោះគាត់ខ្លាំងចំណុចណាខ្សោយចំណុចណាហើយគាត់នឹងធ្វើការកែលម្អបង្រៀនសិស្សឲ្យទាន់ពេលវេលាអញ្ចឹងសិស្សគាត់អាចជួយមានឱកាសស្ដារនៅស្ថានភាពបានឡើងវិញហើយមួយជាទូទៅវិតម្លៃនេះដែរគេអាចវិនិច្ឆ័យលើគុណភាពនិងប្រសិទ្ធភាពមានន័យថាគេវិនិច្ឆ័យទៅលើគុណភាពការបង្រៀននិងរៀនរបស់សិស្សតើការបង្រៀនបែបណាវាមានប្រសិទ្ធភាពទៅដល់សិស្សឬអត់ហើយមានគុណតម្លៃអ្វីខ្លះបើសិនជាធ្វើការបង្រៀនបែបណាអញ្ចឹងហើយវាតម្លៃវាជាប្រព័ន្ធមួយដែលធ្វើឲ្យគ្រូគាត់ដឹងអំពីប្រសិទ្ធភាពគុណភាពនៃការបង្រៀនរបស់គាត់ហើយក៏ដូចជាការសិក្សារបស់សិស្សថាគាត់អាចច្បាច់យកដល់កម្រិតណាអញ្ចឹងក្រោយពីយើងបានដឹងអំពីអ្វីទៅជារង្វេចតម្លៃហើយឥឡូវយើងមកស្គាល់ពីសារៈសំខាន់នៃការរង្វេចតម្លៃនេះវិញសារៈសំខាន់នៃការរង្វេចតម្លៃនេះដែរទី1ផ្ដោតទៅជាមូលដ្ឋានសម្រាប់កំណត់ស្តង់ដារជាតិនិងធានាគុណភាពអប់រំទៅអញ្ចឹងមានន័យថាចេះពេលដែលគាត់រង្វេចតម្លៃសិស្សតាមដំណាក់កាលគាត់នឹងធានាបានថាសិស្សនៅពេលដែលគាត់ប្រឡងធ្វើតេស្តដំណាក់ថ្នាក់ទាំងក្នុងនិងក្រៅគឺគាត់នឹងទទួលបានជោគជ័យតាមអ្វីដែលគាត់ចង់បានមានន័យថាទោះបីជាគ្រូគាត់ដាក់លំហាត់បែបណាឬក៏សំណួរបែបណាក៏ដោយក៏សិស្សមានភាគរយអាចធ្វើជាប់បានដែរមានន័យថាពេលដែលគាត់បង្រៀនហ្នឹងគឺគាត់រង្វេចតម្លៃគាត់ជាប្រចាំគាត់តេស្តមើលថាតើសិស្សខ្លាំងអីខ្សោយអីអញ្ចឹងគាត់នឹងរិះរកមធ្យោបាយឧទាហរណ៍បើសិនជាគាត់បរៀនបែបហ្នឹងហើយសិស្សគាត់អត់ទទួលបានលទ្ធផលអញ្ចឹងគាត់នឹងស្វែងរកនៅវិធីសាស្ត្រផ្សេងដើម្បីបង្រៀនសិស្សឲ្យគាត់ទទួលបានអ្វីតាមអ្វីដែលគាត់ចង់បានដូច្នេះហើយវាគឺជាមូលដ្ឋានគ្រឹះមួយដែរដែលកំណត់ស្តង់ដារជាតិដែលធ្វើជាពេលដែលគាត់ជាផ្សេងយើងសង្កេតឃើញថាឆ្នាំហ្នឹងកាលពីមុនគឺមានអត្រាជាប់រហូតដល់80%អញ្ចឹងបង្ហាញឲ្យឃើញថារង្វេចតម្លៃគឺពិតជាសំខាន់មែនមួយទៀតគឺជួយឲ្យការអប់រំមានសភាពនិងគុណភាពសិក្សាអញ្ចឹងមានន័យថាចេះនៅពេលដែលគាត់ធ្វើរង្វេចតម្លៃជាប្រចាំអញ្ចឹងគាត់ដឹងហើយថាសិស្សហ្នឹងវាខ្សោយអីអញ្ចឹងគាត់នឹងព្យាយាមពង្រឹងសិស្សនឹងឡើងវិញនៅពេលដែលគាត់ដឹងថាសិស្សមួយអន់ប៉ុណ្ណេះអញ្ចឹងគាត់នឹងពង្រឹងសិស្សហ្នឹងបែបនេះសិស្សមួយទៀតគាត់ខ្សោយខាងនោះគាត់ក៏ពង្រឹងតាមបែបផ្សេងអញ្ចឹងទៅនៅពេលដែលសិស្សគាត់ទទួលបានការបង្រៀនបែបដឹកដល់ហើយដឹងពីចំណុចរបស់គាត់ថាគាត់ខ្សោយចំណុចនេះអញ្ចឹងគ្រូគាត់ប្រឹងពង្រឹងលើចំណុចហ្នឹងអញ្ចឹងធ្វើឲ្យការសិក្សារបស់គាត់កាន់តែរីកចម្រើនអញ្ចឹងវាធ្វើឲ្យមានសមត្ថភាពកើនឡើងហើយការសិក្សារបស់សិស្សក៏កើនឡើងគ្នាដែរអញ្ចឹងនេះគឺជាតម្រូវការពិសេសរបស់កុមារហើយមួយវិញទៀតគឺជាឧបករណ៍សំខាន់សម្រាប់ការតភ្ជាប់ទៅកាន់ការវាតម្លៃអន្តរជាតិអញ្ចឹងយើងដឹងហើយថា
នៅពេលដែលចាប់ទី12កូនសិស្សគាត់អាចនឹងមានចំណាប់អារម្មណ៍ក្នុងការបន្តការសិក្សាទៅប្រទេសកាឡាអញ្ចឹងបើសិនជាគាត់អត់មានចំណេះដល់រឹងមាំអញ្ចឹងគាត់អាចទៅប្រកួតប្រជែងនៅអន្តរជាតិបានអញ្ចឹងការរំវាយតម្លៃនេះក៏វាមានសារៈសំខាន់ផងដែរមិនត្រឹមតែគាត់អាចយកចំណេះដឹងគាត់ប្រកួតប្រជែងក្នុងស្រុកតែគាត់អាចយកទៅប្រកួតប្រជែងនៅក្រៅស្រុកបានអញ្ចឹងមានន័យថាគាត់អាចមានសិទ្ធិទៅប្រឡងយកអាហារូបករណ៍ទៅក្រៅស្រុកដោយរៀន 100% ដោយប្រើប្រាស់នូវសមត្ថភាពដ៏ល្អបំផុតក្រោមការបង្រៀនដោយយកចិត្តរបស់លោកគ្រូអ្នកគ្រូនិងការរំវាយតម្លៃហើយនឹងស្វែងរកចំណុចខ្លាំងចំណុចខ្សោយរបស់គាត់ទោះយ៉ាងណាមិញដូចជាការធ្វើតេស្តមួយចំនួនដូចជាតេស្ត CPRM ហើយជាតេស្ត PISA ដែលយើងតែងតែធ្វើនៅក្នុងថ្នាក់ទី6ឯចំណុចមួយទៀតគឺជួយអ្នកចាត់ចែងនិងគណៈគ្រប់គ្រងសាលាក្នុងការកែប្រែយុទ្ធសាស្ត្រអប់រំនិងគាំទ្រសិស្សឲ្យសមស្របតាមសមត្ថភាពអញ្ចឹងមានន័យថាលោកគ្រូគាត់ធ្វើការបង្រៀនគាត់ដឹងពីសិស្សគាត់ប្រៀបគាត់រៀបការបង្រៀនទៅវាត្រូវជាមួយសិស្សហើយប៉ុន្តែយ៉ាងណាមិញក៏មានលោកគ្រូនាយិកាសាលាដែលគាត់រៀបចំយុទ្ធសាស្ត្រពីលើមកដែរដែលរៀបចំផែនការឲ្យសិស្សកាន់តែខ្លាំងក្លាដែលជំរុញឲ្យសាលាកាន់តែវិវត្តទៅកាន់តែល្អប្រសើរជាងមុនចំណុចចុងក្រោយនោះគឺបង្កើនប្រព័ន្ធតាមដាននិងចេញរបាយការណ៍ដើម្បីឲ្យមានភាពថ្លៃថ្នូរនិងជំនួយខុសត្រូវនៅវិស័យអប់រំអញ្ចឹងចំណុចត្រង់នេះដែរគឺមានន័យថាគាត់នឹងចេញនៅការតាមដានទៅលើសិស្សរាល់ពេលដែលគាត់រំវាយតម្លៃម្ដងគាត់នឹងចេញលទ្ធផលទៅដល់សិស្សថាខែនេះគាត់ទទួលបានកម្រិតប៉ុណ្ណេះតើនៅខែបន្ទាប់ក្រោយពីការយកចិត្តទុកដាក់របស់លោកគ្រូអ្នកគ្រូហើយនឹងការខិតខំរបស់ខ្លួនគាត់ផ្ទាល់នឹងតើគាត់មានការកែប្រែបានប្រមាណភាគរយអញ្ចឹងយើងនឹងធ្វើការចេញជារបាយការណ៍ហើយក៏កត់សម្គាល់ជាប្រចាំដើម្បីលើកទឹកចិត្តឲ្យគាត់មានកម្លាំងចិត្តក្នុងការធ្វើការសិក្សាហើយនឹងហៅថាមានទំនុកចិត្តលើការរំវាយតម្លៃហ្នឹងដែលគាត់មានភាពក្លាហាននិងទទួលយកទាំងអស់ទាំងអស់នេះជាអ្វីដែលនាងខ្ញុំបានលើកឡើងមកហើយក៏ជាអ្វីដែលនាងខ្ញុំបានដកស្រង់ចេញពីការយល់ឃើញរបស់ខ្ញុំនៅពេលដែលលោកគ្រូអានអញ្ចឹងបើសិនជាមានកន្លែងណាតខុសឆ្គងអីសូមលោកគ្រូខន្តីអភ័យទោសហើយក៏សូមអរគុណលោកគ្រូដែលបានចំណាយពេលក្នុងការតាមដានវីដេអូរបស់នាងខ្ញុំដែរចា៎សូមអរគុណនិងសូមជម្រាបលា